ទស្សនិកជនយើងបន្តមកមើលព័ត៌មានដាច់ដោយឡែកដែលងាកមកចាប់អារម្មណ៍ការរៀនជំនាញវិជ្ជានិងបច្ចេកទេសដែលដឹងហើយថានេះគឺជាកម្មវិធីគោលនយោបាយមួយផ្សេងទៀតដែលបានអនុវត្តនៅពេលកន្លងមកហើយក៏កំពុងតែផ្ដល់នៅប្រសិទ្ធភាពនិងប្រសិទ្ធផលជាប្រយោជន៍ទៅដល់កូនចៅយុវជនរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាបន្តបន្ទាប់ហើយក៏នៅតែបន្តអំពាវនាវផ្សព្វផ្សាយឲ្យយុវជនដែលស្ថិតនៅក្នុងគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យហើយមិនទាន់មានការងារវិជ្ជាជីវៈឬក៏ជំនាញណាមួយច្បាស់លាស់បន្តចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈហើយកិច្ចការងារនេះក៏នៅតែបន្តផ្សព្វផ្សាយពីអាជ្ញាធរមូលដ្ឋានយុវជនដើម្បីជំរុញឲ្យលោកឪពុកអ្នកម្ដាយអ្នកអាណាព្យាបាលដែលមានកូនស្ថិតនៅក្នុងវ័យដែលពួកគាត់អាចទទួលបានការរៀនសូត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះបានចុះឈ្មោះចូលរៀនក្នុងកម្មវិធី1.5 លាននាក់ជូនទៅដល់គ្រួសារក្រីក្រដែលការផ្សព្វផ្សាយនេះគឺកាលពីថ្ងៃទី2ម្សិលមិញមានលោកឆើមសេរីវត្តដែលជាអភិបាលរងខណ្ឌតំណាងអភិបាលខណ្ឌព្រែកភ្នៅសហការជាមួយលោកបណ្ឌិតហាន់បរិនប្រធានសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខណ្ឌព្រែកភ្នៅចូលរួមពីតំណាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយជំនាញវិជ្ជាជីវៈបច្ចេកទេស1.5 លាននាក់ដល់គ្រួសារក្រីក្រចំនួន422គ្រួសារនៅសង្កាត់ពុនសៀងខណ្ឌព្រែកភ្នៅលោកឆាមសេរីវត្តអភិបាលរងខណ្ឌក៏បានបញ្ជាក់ថាវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសបាននឹងកំពុងទទួលការចូលរួមយ៉ាងសកម្មលើការផលិតនៅមូលធនមនុស្សអភិវឌ្ឍកម្លាំងពលកម្មជំនាញចំណេះដឹងសមត្ថភាពការប្រកួតប្រជែងខ្ពស់មានភាពធន់បត់បែនអាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ចឧស្សាហកម្មបច្ចេកវិទ្យា Digital ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធានាថាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតនិងអនុវត្តតាមអភិក្រមរបស់សម្ដេចធិបតីគឺរៀនឲ្យចប់រៀនឲ្យចេះមានការងារធ្វើលោកបណ្ឌិតហាន់បរិនបានថ្លែងថាដើម្បីសម្រេចបាននៅចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ2030និងចំណូលខ្ពស់នៅឆ្នាំ2050គឺមានតែជំរុញការបណ្ដុះបណ្ដាលមូលធនមនុស្សតាមរយៈកម្មវិធីបណ្ដុះបណ្ដាលអប់រំជំនាញវិជ្ជាជីវៈបច្ចេកទេសរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចស្វែងរកការងារកាន់តែច្រើនផ្អែកតាមរបាយការណ៍ឆ្នាំ2024គឺការឡើងនៃការវិនិយោគនៅកម្ពុជាដែលជាតម្រូវការចាំបាច់ចំពោះកម្លាំងជំនាញដែលជាចំណុចមួយចូលរួមចំណែកដល់សន្ទុះនៃការវិនិយោគកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូលលោកបណ្ឌិតបានបន្ថែមថាការមានចំណេះជំនាញពិតប្រាកដគឺពិតជាមានសារៈសំខាន់មានទំនុកចិត្តលើខ្លួនឯងរស់នៅក្នុងសង្គមស៊ីវិល័យបច្ចុប្បន្នងាយស្រួលស្វែងរកការងារធ្វើបង្កើតមុខរបររកប្រាក់ចំណូលកាត់បន្ថយភាពក្រីក្រសូមជម្រាបថាដំណើរការអនុវត្តកម្មវិធីនយោបាយផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជន1.5 លាននាក់ក្នុងឆ្នាំ2024កន្លងទៅគឺទទួលបានសិស្សចុះឈ្មោះចូលរៀនប្រមាណជា83,000 នាក់ក្នុងនោះកំពុងសិក្សាជាង20,000 នាក់សិស្សបញ្ចប់ការសិក្សាជាង10,000 នាក់និងទទួលបានការងារធ្វើជិត10,000 នាក់រួចទៅហើយ